តែហេតុអីបានគេចាំបាច់ធ្វើបាបប្រជាជនរបស់យើងទាំងដែលប្រជាជនរបស់យើងគឺជាប្រជាជនមួយដែល slow ត្រង់អត់ដែលធ្វើបាបអ្នកណាអត់ដែលចង់បានរបស់គេទៀតបងគឺប្រកាសណាគឺមិនត្រូវការទេហេតុអីបានចេះតែមានពាក្យដែលថាមកពីប្រទេសថៃហ្នឹងនិយាយថាខ្មែរយើងជាអ្នកទៅឆ្លៀនពៀនទៅរករឿងវាមុនហើយសំខាន់ជីវិតមិនថាជីវិតរបស់ទាហានកម្ពុជានិងប្រជាជនដែលរស់នៅជាដែនរបស់កម្ពុជាមិនថាទាហានថៃនិងប្រជាជនថៃគឺសិតសឹងតែរងនៅសម្ពាធខ្ញុំចាំខ្ញុំនិយាយថាខ្ញុំមានមោទនភាពនៅពេលដែលឃើញថាបងគាត់ហើយនឹងបងប្អូនគាត់មានគេហៅថាកម្លាំងមោះមុតនៅក្នុងការសាមគ្គីគ្នាដើម្បីជាធ្លុងមួយនៅក្នុងការជួយដល់សង្គមហើយដល់ឡែកខ្ញុំក៏ឃើញងាកឃើញបងគាត់អនឡាញក៏លក់ផលិតផលក៏មានជួយច្រើនដែរគាត់មានជួយច្រើនដូចគ្នាអញ្ចឹងអានេះបានគេហៅថាជាស្មារតីមួយដែលពួកគាត់អាចជួយដល់បងកងទ័ពបងយោធាបងភាសឹកនិយាយទៅជួយបានហើយក៏ដូចជាជួយសម្រួលដល់ស្ថានភាពសង្គមបានច្រើនខ្លាំងមែនទែននេះជាអ្វីមួយដែលគេហៅថាខ្ញុំដែលជាប្រជាជន Gen Z ម្នាក់ចង់ឃើញចាជំរាបសួរជាអូនចាសុខសប្បាយទេអូនសុខបងចាំបងមួយដែរចាសុខសប្បាយជួយណែនាំខ្លួនទៅមើលអូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងចានាងខ្ញុំរីស្រេណេតគឺជាតារាសម្ដែងចាឮសូរចេះច្រៀងទៀតណាចេះតិចតែពីបងអត់បានទេបងបកែជាអត់ទេបងអត់បកែបងធម្មតាតែគាត់ថាបងរវល់ច្រើនមួយរយៈនេះអូនឯងច្រៀងផងថតផងអញ្ចឹងមិនដែរមួយរយៈនេះខ្ញុំលបខាងខ្សែភាពយន្តច្រើនជាងបងពីប្រភេទរឿងភាគហើយនិងរឿងដុំច្រើនជាងខាងច្រៀងនេះខ្ញុំpart time ពេលដែលយើងទៅនៃពីសិល្បៈការសម្ដែងអូខេចាបងច្រើនណាបងនិយាយចំទៅការងារច្រៀងក៏មានដែរតែគាត់ថាមួយរយៈនេះការងារសង្គមដូចជាមួយនឹងសមាគមសិល្បៈអញ្ចឹងព្រោះបងជាសមាជិកសកម្មម្នាក់ដែរអញ្ចឹងណាហើយក៏មកជួយការងារដូចនៅឥឡូវយើងកំពុងមាន podcast គេយកបានន័យថាយើងលើកពីប្រធានបទសម្លេងពីយុវជនដើម្បីរួមចំណែកពង្រឹងរឿងកសាងជាតិចាតើណែអារម្មណ៍អូនឯងក៏ជាយុវជនម្នាក់ដែរគេថា Gen Z ត្រូវអត់បងនិយាយទៅ Gen Z អញ្ចឹងចង់យល់ចង់ដឹងពីកំណត់អូនឯងក្នុងសភាពការដែលឧទាហរណ៍ឥឡូវជាក់ស្ដែងដូចយើងឃើញថាប្រទេសយើងកំពុងត្រូវការរងការរុករៀនតន្ទ្រានមកយើងនេះពីប្រទេសជិតខាងនិយាយទៅគឺប្រទេសថៃហើយចង់ដឹងពីអូនឯងថាអារម្មណ៍អូនឯងមិនដែរចាបើសិនជាអារម្មណ៍របស់ខ្ញុំតលខ្ញុំអញនិយាយបានថាខ្ញុំគឺជា Gen Z ចឹងខ្ញុំអត់ធ្លាប់ទទួលដឹងពីអារម្មណ៍នៃសង្គ្រាមទេប៉ុន្តែខ្ញុំធ្លាប់ឮចាប៉ុន្តែខ្ញុំធ្លាប់ឮម៉ាក់ប៉ាឬក៏ម៉ាក់យាយគាត់ធ្លាប់និយាយប្រាប់ពីបញ្ហាសង្គ្រាមថាវាពិបាកចេះប៉ុន្តែយើងនៅតែអត់ទាន់យល់ទេប៉ុន្តែបច្ចុប្បន្ននេះនៅពេលដែលចាប់ដើមមានការទន្ទ្រានពីខាងកងទ័ពថៃមកកងទ័ពយោធាថៃមកយើងមានអារម្មណ៍ថាអ្វីដែលពួកគាត់ជួបអ្វីដែលពួកគាត់ប្រាប់យើងឬក៏អ្វីដែលយើងកំពុងជួបហ្នឹងណាវាទៅតែ20%នៃគាត់ឯងចុះតម្រាំតែ100%ដូចគាត់ធ្លាប់ជួបច្រើនឆ្នាំច្រើនខែកន្លងមកអញ្ចឹងមិនដឹងថាអារម្មណ៍ពួកគាត់បែបណាអញ្ចឹងបងខ្ញុំនិយាយមែនតើខ្ញុំនិយាយមកដល់ណាក៏មានអារម្មណ៍ថាក្តុកក្តួលហើយវាអត់អាចពិពណ៌នេះពីអារម្មណ៍ហ្នឹងបានទេមានអារម្មណ៍ថាហេតុអីបានគេចាំបាច់ធ្វើបាបប្រជាជនរបស់យើងទាំងដែលប្រជាជនរបស់យើងគឺជាប្រជាជនមួយដែល slow ត្រង់អត់ដែលធ្វើបាបអ្នកណាអត់ដែលចង់បានរបស់គេទៀតបងហ្នឹងហើយអាហ្នឹងអូនឯងនិយាយត្រឹមថាត្រឹមតែ20%នៃការដូចថាចាស់យើងវាដើមដូចពុកម៉ែរបស់យើងក៏ចំណចាស់ឆ្លងកាត់អញ្ចឹងអូនឯងនិយាយថាសង្គ្រាមដែលថៃមកឆ្លៀនពៀនយើងហ្នឹងបាន20%នៃសង្គ្រាមហ្នឹងទេតែយើងឃើញគួរឲ្យខ្លាចអត់ប៉ុន្តែគឺយើងខ្លាចប៉ុណ្ណេះចុះគាត់ឆ្លងកាត់តម្រាំតែគាត់ចាស់ពីដើមមកគាត់ឆ្លងកាត់សង្គ្រាមចំនួនប៉ុលពតហ្នឹងតើគាត់ត្រូវការសង្គ្រាមទៀតអត់ចាគឺប្រកាសណាគឺមិនត្រូវការទេហេតុអីបានចេះតែមានពាក្យដែលថាមកពីប្រទេសថៃហ្នឹងនិយាយថាខ្មែរយើងជាអ្នកទៅឆ្លៀនពៀនទៅរករឿងវាមុនជាក់ស្ដែងដូចនិយាយចឹងប្រជាជនកម្ពុជាគឺអត់អ្នកណាមួយដែលស្រឡាញ់សង្គ្រាមទេព្រោះពួកយើងធ្លាប់ឆ្លងកាត់និយាយទៅជាដូនជីតាពុកម៉ែបងប្អូនយើងក៏ជំនាន់មុនហ្នឹងគឺឆ្លងកាត់សង្គ្រាមជូរចត់រួចទៅហើយអញ្ចឹងពាក្យថាសង្គ្រាមគឺខ្មែរយើងជាពិសេសពុកម៉ែបងប្អូនដែលចាស់ពួកយើងកើតអត់ទាន់ទេសង្គ្រាមគឺគាត់អត់ចង់បានសង្គ្រាមទេសូម្បីតែបងទៅហ៊ានកងទ័ពជួមុខក៏ដោយត្រូវទេព្រោះដោយសារសង្គ្រាមគឺអត់មានពាក្យថាចំណេញទេវាមានតែពាក្យថាខាតហើយសំខាន់ជីវិតមិនថាជីវិតរបស់ទាហានកម្ពុជានិងប្រជាជនដែលរស់នៅជាដែនរបស់កម្ពុជាមិនថាទាហានថៃនិងប្រជាជនថៃគឺសិតសឹងតែរងនៅសម្ពាធនិងពិបាករស់
ដោយថាគាត់ធ្លាប់ប្រស័យតាក់ទងគ្នាធ្វើការមួយគ្នានិយាយឆ្លងឆ្លើយគ្នាឆ្លងទៅឆ្លងមករកគ្នាតែពេលចុងក្រោយមកមានបញ្ហាបែបហ្នឹងគឺច្បាស់ណាស់គឺអត់មានអ្នកគេត្រូវការសង្គ្រាមទេនិយាយទៅបើនិយាយពីវិបត្តិនៃសង្គ្រាមវាមានច្រើនណាបងវាមិនមែនត្រឹមតែគេហៅថាទីមួយបែកបាក់គ្រួសារក្រុមគ្រួសារដែលគាត់ធ្លាប់ជួបជុំគ្នាក៏ត្រូវបែកបាក់ដោយសារតែយើងទៅបំពេញភារកិច្ចរៀងៗខ្លួនទីពីរនៅហេដ្ឋារចនាសម្ព័ន្ធជាចាក់ដូចជាសាលារៀនទីវត្តអារាមពុទ្ធបដិមាព្រះពុទ្ធបដិមាដែលយើងធ្វើដើម្បីសម្គាល់ទីតាំងណាមួយនៃដែនដីរបស់យើងហ្នឹងណាក៏វាត្រូវបានខូចខាតដោយសារតែសង្គ្រាមដូចគ្នាដែរហើយទី3មួយទៀតនោះគឺធ្វើឲ្យមានកំណើនពិការភាពច្រើនចា៎ហើយមួយវិញទៀតដូចបងនិយាយចឹងថាប្រាសាទព្រះវិហាររបស់យើងប្រាសាទវាហៅថាឥឡូវហ្នឹងគេនិយាយថាតាមគេអត់ឲ្យហៅថាប្រាសាទតាមន់ឬក៏ប្រាសាទតាមន់តូចតាមន់ធំតាមន់តូចឬក៏តាមន់ធំឬក៏ប្រាសាទកបីតាកបីទេគឺគេឲ្យហៅថាប្រាសាទសេរីសួស្ដីសូមសេរីសួស្ដីហើយនឹងប្រាសាទវេទមន្តតូចវេទមន្តធំឃើញវាបានន័យថាវាមិនមែនមកសងយើងបានទេហើយថ្មអស់ហ្នឹងសិតរាប់ពាន់ឆ្នាំណាវាយកអីមកសងអញ្ចឹងសួរថាចំណេញអត់ចំណេញហ្នឹងហើយបើកមុនបើត្រូវគ្នាអញ្ចឹងអាចឆ្លងកាត់វាផាមើលទៅមកចូលឲ្យបានហ្នឹងហើយតែពេលឥឡូវធ្វើតែអញ្ចឹងបានន័យថាវាអត់មានប្រយោជន៍អីទេវាមានតែការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុរាណវត្ថុអ្វីដែលយើងត្រូវថែរក្សាមិនថាជនជាតិណាទេគឺមានអ្វីដែលជាសម្គាល់អត្តសញ្ញាណរបស់ខ្លួនឯងអញ្ចឹងណានឹងដោយសារឥឡូវសម័យនេះគេហៅនិយាយថាយុវជនប៉ុណ្ណឹងឯងហ្នឹងគឺជា Gen Z ហីអញ្ចឹងគេចង់បានថាសម្លេងពីយុវជនដើម្បីរួមចំណែកពង្រឹងខឿនកសាងជាតិតើណៃមានមតិយោបល់មិនដែរវាថាអារម្មណ៍ដែលណៃគិតឃើញណាមិនដែរក្នុងសភាវៈបែបនេះឧទាហរណ៍ដែលយើងលើកយកថាក្នុង social media វាទលំទលាយតែយើងគួរធ្វើមិនចាបើសិនជាសម្រាប់ខ្ញុំគិតថាការដែលយើងផ្លាស់ប្ដូរអ្វីមួយគឺវាផ្ដើមចេញពីខ្លួនឯងដែរអញ្ចឹងបើសិនជាយើងខ្លួនឯងយើងរឹងមាំគ្រប់គ្រាន់ប្រឈានប្រឈមមុខជាមួយនឹងបញ្ហាហើយចេះដោះស្រាយបញ្ហាដោយសន្តិវិធីអាហ្នឹងអ្វីៗគ្រប់យ៉ាងវាអាចទៅមុខដែរចាអាចទៅសុខដែរទីពីរមួយទៀតតកតងជាមួយនឹងបណ្ដាញ social media ដូចបងដឹងអញ្ចឹងថាវាជាអាវុធមុខពីរដែរនៅពេលដែលយើងប្រើផ្លូវល្អទៅគឺវាល្អហើយប៉ុន្តែបើសិនជាយើងប្រើផ្លូវអត់ល្អទៅជាមានការហែកហួរគ្នាលើបណ្ដាញសង្គមទាំងដែលប្រទេសរបស់យើងកំពុងតែជួបការពិបាកអញ្ចឹងខ្ញុំគិតថាវាអត់មានផលចំណេញវាមានតែលាតគេហៅថាហែកទ្រូនក្អែកចឹកចឹងបងត្រូវអត់បងវាជាចំណុចរសើបមួយដែរដែលយើងកំពុងតែត្រូវការអ្នកដែលរបៀបដូចយុវជន Gen Z Gen Y អីក៏ដោយគឺបានន័យថាពេលនេះគឺជាតិកំពុងតែត្រូវការរួបរวมការសាមគ្គីមិនថាក្នុងឋានៈណាមជ្ឈដ្ឋានណាទេអ្នកលក់អនឡាញក៏ដោយអ្នកណាក៏ដោយគ្រាន់ថាឲ្យតែគាត់មានគេហៅថាអតិពលនៅក្នុងបណ្ដាញសង្គមសម្លេងគាត់តែងតែច្រើនជាងអតីតហេតុអីក៏មិនងាកមកសហការគ្នាសាមគ្គីគ្នាយកចំណុចកណ្ដាលដើម្បីជជែកគ្នាដើម្បីកុំឲ្យវាមានបញ្ហារសើបចែកចេញទៅខាងក្រៅនៅពេលដែលប្រទេសយើងកំពុងតែជួបនៅវិបត្តិហ្នឹងអាហ្នឹងហើយយើងបានន័យថាយើងខ្មែរដូចគ្នាទេនិយាយភាសាតែមួយទៀតហេតុអីក៏មិនឆាត inbox ទៅហ្នឹងមានការអីបងឥឡូវអូនតណៃអត់បងសុំជួនណៃបងចង់គេហៅថា recommend ឬក៏ផ្ដល់យោបល់ខ្លះសម្រាប់អ្វីដែលអាចពុំធ្វើហ្នឹងឬក៏បងអាចជួយអីបានខ្លះអីអញ្ចឹងណាយើងអាចធ្វើអញ្ចឹងតទៅពេលជួបបញ្ហាយើងយកមកដោះស្រាយនៅក្នុង social media វាទៅតែលក្ខណៈ public បានគេមើលឃើញយើងទាំងអស់ហើយសួរថាវាចំណេញអត់គឺរូបភាពហ្នឹងគឺអត់ចំណេញត្រង់ថាយើងយុវជនយុវតីដែលហៅថាកំពុងពេលជាតិត្រូវការយើងគួរណាស់តែសាំងនៅអ្វីល្អចាយចាយព័ត៌មានដែលល្អទៅកាន់ពិភពលោកយើងវាថាចូលរួមជាមួយនឹងរាជរដ្ឋាភិបាលពង្រឹងស្មារតីយកអារឿងដែលឆ្លោះគ្នាយកទៅរឿងហែកហួរគ្នាហ្នឹងមកជាលក្ខណៈសម្ដីនិយាយឬក៏មានមតិយោបល់ដើម្បីយើងជួយគ្នារួបរวมគ្នាដើម្បីកសាងជាតិទាំងអស់គ្នាហេតុអីយើងមិនយកអាចចំណេញហ្នឹងឲ្យមកចំណេញទៅព្រោះដោយសារពួកគាត់គឺជាសម្លេងគាត់ក៏ច្រើនដែរណាតែដែលឡែកបញ្ហាមិញហ្នឹងយើងលើកមកហ្នឹងក៏វារៀងតូចតិចតួចដែរចាហើយខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលបានឃើញបងប្រជាជនខ្មែររបស់យើងគាត់ជួយច្រើនខ្លាំងមែនតើតាំងលើកទី1ទាំងមានការប្រកាសលើកទី2នេះបងត្រូវអត់បងចាហ្នឹងគឺលក្ខណៈស្មារតីរួបរวมព្រោះបងមើលឃើញដែរមិនថាតាយុវវ័យឬក៏ដល់វ័យណាទេគ្រប់មជ្ឈដ្ឋានទាំងអស់គ្រប់ក្រសួងទាំងអស់គ្រប់សំបីតែក្មេងៗបងឃើញGen Zសម័យនេះគឺគាត់វាថាយើងមិនចូលខាងគាត់ថាគាត់អត់ទៅរៀនគាត់សុខចិត្តដាក់សុំច្បាប់ដើម្បីមកជួយនឹងវាល្អទេគាត់ខាតរៀនតែយើងមើលឃើញទឹកចិត្តគាត់ថាស្មារតីគាត់ក្មេងៗហងគាត់នៅស្រឡាញ់ជាតិគាត់នៅជួយនៅចំណុចមួយដែលគាត់ធ្វើបាន
គាត់សុខចិត្តលះបង់ការពេលរៀនហ្នឹងគឺមកជួយនៅអ្វីដែលគាត់អាចជួយបានបងពិតជាមានមោទនភាពមែនតើដោយសារសង្គ្រាមនេះគឺធ្វើឲ្យខ្មែរកាន់តែរឹងមាំខ្មែរកាន់តែរួបរวมចំណុចនេះហើយបងគួរថាលើកមកនិយាយតិចថាហេតុអីគាត់មិនមើលឃើញពួកក្មេងៗគេនៅមើលឃើញអ្វីដែលជាចំណេញណាត្រូវអត់ហ្នឹងហើយចាបងចានិយាយទៅចំណុចនេះខ្ញុំចាំខ្ញុំនិយាយថាខ្ញុំមានមោទនភាពនៅពេលដែលឃើញថាបងគាត់ហើយនឹងបងប្អូនគាត់មានគេហៅថាកម្លាំងមុខមុតនៅក្នុងការសាមគ្គីគ្នាដើម្បីជាធ្លុងមួយនៅក្នុងការជួយដល់សង្គមហើយដែលខ្ញុំក៏ឃើញងាកឃើញបងគាត់អនឡាញក៏លក់ផលិតផលក៏មានជួយច្រើនដែរគាត់ជួយច្រើនចោលដូចគ្នាអញ្ចឹងអានេះបានគេហៅថាជាស្មារតីមួយដែលពួកគាត់អាចជួយដល់បងកងទ័ពបងយោធាបងភាសឹកនិយាយទៅជួយបានហើយក៏ដូចជាជួយសម្រួលដល់ស្ថានភាពសង្គមបានច្រើនខ្លាំងមែនទែននេះជាអ្វីមួយដែលគេហៅថាខ្ញុំដែលជាប្រជាជន Gen Z ម្នាក់ចង់ឃើញចា៎ហ្នឹងហើយតមកវិញទៀតដូចយូរណាស់និយាយពីជំនួយអញ្ចឹងបងក៏និយាយថាពេលខ្លះក៏គេមានរបៀបថា limit ដែរបាននេះថាអ្វីដែលជួយទៅដល់អ្វីដែលជួយមិនទាន់ដល់វាអាចមិនទាន់ដល់ពេលថាសង្ឃឹមថានឹងយោគយល់ព្រោះធម្មតាអូនទឹកចិត្តដែលយើងដូចថាពួកគាត់ខំជួយខំស្វះស្វែងរកជំនួយលក្ខណៈថាអ្នកនៅចិត្តបានមុនហើយក៏ឡើយអ្នកនៅក្រោយនឹងតែបានដូចគ្នាបងជឿជាក់ថាអញ្ចឹងព្រោះសាមិនដែលថាទុកចោលទេសូម្បីតែរដ្ឋាភិបាលយើងកំពុងតែពង្រឹងកំពុងតែជួយជ្រោមជ្រែងរកសន្តិភាពឲ្យប្រទេសជាតិយើងដែរអញ្ចឹងចំណុចដែលយើងមើលឃើញថាវានិយាយទៅវាប៉ះពាល់ដល់គេឈ្មោះប៉ះពាល់ដល់ប្រទេសជាតិយើងនិងប៉ះពាល់ដល់អារម្មណ៍ពិបាកទឹកចិត្តហ្នឹងហើយអាសាមគ្គីភាពហ្នឹងយើងគួរតែបញ្ឈប់ចា៎យើងគួរតែរកចំណុចមួយដែលអានេះក្នុងនាមបងជាគេហៅថាកម្មមានឈាមជ័រជាកូនខ្មែរដែរបងមើលឃើញចំណុចដែលវាអវិជ្ជមានយើងមិនគួរណាចែកចាយនៅលើ social media ទេមានការអីយើងគួរថារកអ្នកដែលនៅចិត្តខាងយើងនឹងនិយាយទៅព្រោះធម្មតា public នៅក្នុង social media គឺវាចែកចាយច្រើនណាស់ហើយមនុស្សបងនិយាយមួយអ្នកទាំងអស់គ្នាត្រូវចាំថាចំណុចដែលល្អគេមិនសូវមើលឃើញទេបើចំណុចដែលអាក្រក់គេមើលឃើញហើយគេចាំទៀតហើយគេមើលឃើញគេចាំហើយគេជន់ទៀតចំណុចហ្នឹងគឺថាយើងយកមកអត់ចំណេញទៅដែរយើងធ្វើទៅអាហ្នឹងហើយដែលបងចង់និយាយថាវាអត់មានផលចំណេញអីទេយើងជាខ្មែរតែមួយទេយើងគួរណាស់ថាយុវជន Gen Z Gen Y អីក៏ដោយគួរណាស់តែគិតអីដែលចំណេញទៅដល់ការពង្រឹងជាមួយនឹងរដ្ឋាភិបាលពង្រឹងជាតិយើងទៅមុខហ្នឹងជាមួយនឹងគ្នាជាមួយរដ្ឋាភិបាលកុំឲ្យមើលឃើញថាឃើញតែរឿងប្រទេសកំពុងមានបញ្ហាប្រទេសកំពុងតែមានជួបវិបត្តិមិនទាន់បានអីផងគ្រាន់តែមានបញ្ហារឿងតិចបន្តួចរឿងជំនួយអញ្ចេះយើងយករឿងហ្នឹងមកវែកញែកនៅក្នុង social media គឺវាពិតជារូបភាពមួយដែលថាអត់និយាយថាខាងណាខុសទេហើយបងក៏អត់និយាយពីអ្នកណាដែរតែគ្រាន់តែសុំគិតថាយើងគួរតែបកមកគិតវិញថារកផលចំណេញនិងពង្រឹងភាពគេហៅថាពង្រឹងស្មារតីជាមួយនឹងប្រជាជនយើងធ្វើអីឲ្យមានតម្លាភាពហើយនឹងសាមគ្គីគ្នាព្រោះឥឡូវហ្នឹងជាតិយើងកំពុងតែចង់បាននៅប្រជាជនដែលសាមគ្គីគ្នាស្រឡាញ់គ្នាជាធ្លុងមួយចាចំណុចនេះហើយដែលថៃគេអត់ឈ្នះយើងបងដោយសារតែពីដើមឡើយមកយើងអាចនិយាយបានថាយើងមានសង្គ្រាមផ្ទៃក្នុងអញ្ចឹងទៅធ្វើឲ្យយើងបែកបាក់សាមគ្គីនៅក្នុងនិយាយហ្នឹងគឺចំនួនតាំងពីចំនួនបុរាណប៉ុន្តែឥឡូវនេះវាជាសម័យមួយដែលផ្សេងដែលធ្វើឲ្យគេខ្លាចយើងដោយសារតែយើងមានប្រជាជនដែលចូលរួមគេហៅថាជាធ្លុងមួយដើម្បីជួយដល់ប្រទេសជាតិច្រើនអញ្ចឹងនេះជាចំណុចមួយដែលគេខ្លាចយើងដែរចាបងមើលឃើញព្រោះដោយសារអ្វីដែលបងមើលឃើញច្បាស់មែនតើនោះគឺឃើញថាខ្មែរស្រឡាញ់ខ្មែរខ្លាំងណាស់ចាព្រោះមានមួយចំណុចតូចដែលមានបញ្ហាមានអ្នកគេធ្វើល្អច្រើនណាស់ចាល្អច្រើនចាមានអ្នកគេជួយអ្នកខ្លះដូចនិយាយអូនឯងនិយាយពីអ្នកអនឡាញអញ្ចឹងវាមានអ្នកគេល្អមានអ្នកគេជួយជ្រោមជ្រែងតែដូចនិយាយនៅនិយាយដដែលអញ្ចឹងថាជួនកាលក៏ទៅអត់ជួយអត់ទាន់អស់តែបងជឿជាក់ថានឹងដល់ចានឹងដល់តែសុំតែថាអារឿងដល់មិនដល់អារឿងមានបញ្ហាអវិជ្ជមាននេះយើងគួរណាកុំតាន់កុំតាន់ផុសនៅក្នុង social media វាទៅជារឿងមួយអារូបភាពហ្នឹងវាអត់សូវល្អអ្វីដែលយើងកំពុងធ្វើហ្នឹងយើងចង់ឲ្យរួបរวมខ្មែរសាមគ្គីខ្មែរតែមួយខ្មែរឈ្នះអានចំណុចនេះហើយដែលយើងចង់និយាយក្នុងនាមអូនឯងហើយនឹងបងយកមករឿងនិយាយថ្ងៃនេះចាស្ដីវាឃើញថាវិជ្ជាការពិតត្រូវវាអត់មានផលអីចំណេញដែលយើងត្រូវយករឿងអវិជ្ជមានរឿងអំណោយចេញជាបញ្ហាយកមកផុសហ្នឹងហើយលើ social media អីចឹងទេព្រោះជាតិកំពុងត្រូវការពួកយើងទាំងអស់គ្នាសហការគ្នាសាមគ្គីគ្នា
ចា ហ្នឹងហើយ ហើយចំណុចមួយទៀតដែលខ្ញុំតែងតែឃើញក្រសួងការពារជាតិក៏តែងតែអំពាវនាវតាក់ទងជាមួយនឹងការចល័តយោធាអីហ្នឹងបងប្អូនអរគ្នាការផុសរូបឬក៏ការថតវីដេអូនៅលេនដ្ឋានអីផ្សេងៗហ្នឹងខ្ញុំគិតថាបងប្អូនអរគ្នាក៏គួរណាតែចូលរួមមកឈប់ដូចគ្នាដែរដោយសារតែយើងអត់ចង់យើងមានប៉ះពាល់ច្រើនខ្លាំងមែនតើឥឡូវហ្នឹងយើងអត់ទាន់ប្រកាសទេថាគេឈប់ជាមួយយើងនៅហើយប្រជាជនហ្នឹងគឺគាត់បាត់ដៃក្នុងដៃខ្លាំងហើយអញ្ចឹងអ្វីដែលយើងអាចធ្វើបានដើម្បីសុខភាពខ្លួនឯងគឺយើងអូនយកការពិតមកនិយាយព្រោះយើងឆ្លៃអូន Gen Z ចង់អូននិយាយទៅទៀតអូន Gen Z មែនបងទទួលស្គាល់គាត់ថាអូននិយាយពិតមែនព្រោះដោយសារយើងមើលឃើញវាអញ្ចឹងមែនចាសំបីតែក្មេងប្រពន្ធមេដៃក៏វាស្ដាប់យល់ដែរថាពួកគាត់និយាយអត់មានអ្វីដែលជាតម្លាភាពយើងជឿជាក់ទេអញ្ចឹងអ្វីដែលយើងអាចការពារខ្លួនយើងក៏ដូចជាការពារបងវរៈកងទ័ពចូលរួមសហការទាំងអស់គ្នាបានយើងគួរណាស់កុំចែករំលែកទោះបីយើងជួយពួកគាត់យកអវ៉ាន់យកមានមូលនិធិទៅជួយពួកគាត់ក៏ដោយតែយើងត្រូវគិតពីសុវត្ថិភាពរបស់ពួកគាត់ដែលឈរជើងនៅកន្លែងទីតាំងក៏ដូចជាសុវត្ថិភាពរបស់ខ្លួនយើងផ្ទាល់ផងដែរហើយនឹងសំខាន់ជនភៀសសឹកទៀតចាបងអំណោយគឺប្រកាសណាយើងធ្វើដោយចិត្តបន់យើងធ្វើដោយសទ្ធាយើងចង់ឲ្យបានទៅដល់ពួកគាត់ហ្នឹងហើយតែជាក់ស្ដែងយើងកុំយកអាភាពដែលរឿងដែលយើងធ្វើបន់ហ្នឹងទៅជាឲ្យវាកើតជាបាបវិញព្រោះដោយសារបើសិនជាយើងផុសរោគទៅពួកហ្នឹងឥឡូវអ្នកនរគ្នាដឹងសម័យនេះគឺវាជឿនលឿនណាគេខណៈដឹងតែ background យើងហ្នឹងគេដឹងថានៅណាបាត់ហើយអញ្ចឹងវាជាហ្នឹងហើយពួកអារូបភាពខាងក្រោយហ្នឹងគឺគេហៅថា environment ជុំវិញហ្នឹងគឺគេអាចដឹងថាកន្លែងហ្នឹងទីតាំងណាអញ្ចឹងវាជាហានិភ័យខ្លាំងចំពោះបងកងទ័ពដែលគាត់ឈរជើងនៅទីតាំងជាក់ស្ដែងដូចនិយាយអញ្ចឹងថាយើងទៅធ្វើបន់យើងទៅចែកអំណោយយើងទៅជួយគាត់តែកុំឲ្យវាទៅជាមានទុក្ខអានេះជាអ្វីដែលយើងចង់ផ្ញើសារផ្ដាំផ្ញើទៅពួកគាត់ព្រោះអ្នកនរគ្នាដឹងហើយថាយើងអត់ដឹងច្បាស់ថាថ្ងៃមុខទៅជាយ៉ាងណាទេតែខ្ញុំជឿជាក់លើរដ្ឋាភិបាលគាត់នឹងយកសុខសន្តិភាពមកឲ្យប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាដូច្នេះហើយក្នុងនាមនាងខ្ញុំជាប្រជាជនកម្ពុជាមានឈាមជ័រជាខ្មែរម្នាក់ខ្ញុំក៏សនំពរឲ្យបងប្អូនទាំងអស់គ្នាថាចិត្តត្រជាក់យើងត្រូវតែជឿជាក់លើឋានៈដឹកនាំរបស់យើងថាពីព្រោះថារាល់ថ្ងៃនេះគឺគាត់ខិតខំមែនតើមកសម្រាប់ដើម្បីធ្វើការរកដំណោះស្រាយមួយដើម្បីកុំឲ្យយើងឈានចូលដល់សង្គ្រាមហើយគាត់ខ្ញុំគិតថាគាត់មួយថ្ងៃគាត់បាយទឹកនឹកមិនស្រីទេបងអើយដោយសារគាត់ធ្វើដំណើរទៅវិញទៅមកដើម្បីអីដើម្បីតែរកដំណោះស្រាយជួយដល់ប្រជាជនដើម្បីឲ្យកុំឲ្យប្រជាជនរបស់យើងគឺគាត់កាន់តែមានទុក្ខធ្ងន់ជាងនេះហើយបងប្អូនអរគ្នាអញ្ចឹងគួរណាតែព្យាយាមធ្វើចិត្តឲ្យតែជាព្យាយាមស្ដាប់ឬក៏មើលនៅព័ត៌មានដែលប៉ັດមួយទៀតបងខ្ញុំចាប់អារម្មណ៍ជាមួយនឹងគេហៅថារូបភាពឬក៏វីដេអូ AIចាហ្នឹងក៏វាជាបញ្ហាធំមួយដែរយ៉ាហ្នឹងគឺជាពួកអ្នកខ្លះបែងចែកអត់ច្បាស់ទេពួក AI វាឃើញច្បាស់មែនវាថារូបភាពមកគឺចេញមកគឺឲ្យយើងចាប់ច្រឡំតែសុំតែម្យ៉ាងឯងយើងត្រូវថាស្វែងយល់គេហៅថាអត់ធ្មត់នឹងរិះរកគំនិតអ្វីដែលល្អហើយប្រើសតិសម្បជញ្ញៈដើម្បីបែងចែកថាការពិតបើយើងជឿជាក់លើរដ្ឋាភិបាលយើងគឺយើងអត់ទៅគិតច្រើនទេយើងអត់ត្រូវគិតច្រើនទេព្រោះយើងត្រូវយល់ថាការប្រទេសអ្នកណាក៏អ្នកណាស្រឡាញ់គ្រប់គ្នាដែរហេតុអីត្រូវតែលះបង់ឲ្យគេហើយអត់អញ្ចឹងយើងនិយាយបញ្ហាហ្នឹងគឺវាទូចបំផុតបាននេះហើយអានេះយើងនិយាយយកពាក្យសម្រាយខ្លីមកឲ្យយល់ថាឥឡូវឧទាហរណ៍ថាប្រទេសរបស់យើងណាគេមិនស្ដាយសុកទៅឲ្យគេងាយម៉ែប្រទេសមានច្បាប់ចាហ្នឹងហើយប្រទេសមានច្បាប់ពិភពលោកក៏គេយកទទួលច្បាប់ដែរហ្នឹងហើយត្រឡប់មកវិញទៅនិយាយចឹងថាយើងធ្វើអីកុំឲ្យមានកំហឹងទៅកំហល់ហើយសំខាន់គឺចិត្តជាក់រកដំណោះស្រាយដោះស្រាយដោយមានសតិសម្បជញ្ញៈហើយសំខាន់យកជាគោលនោះគឺចង់ជំរាបបងប្អូនអរគ្នាថាសាមគ្គីគ្នាសាមគ្គីគ្នាជារឿងមួយដ៏ធំដែលយើងត្រូវធ្វើដើម្បីជាការពង្រឹងជាមួយនឹងរដ្ឋាភិបាលពង្រឹងជាតិយើងឲ្យកាន់តែរឹងមាំឲ្យគេធ្វើអីយើងអត់បានព្រោះដោយសាររហងៃនេះគេគ្រឹតយើងណាស់គេគ្រឹតយើងត្រង់ថាហេតុអីយើងប្រទេសយើងទូចប្រជាជនត្រឹមតែ17លាននាក់ឯងយើងសហការគ្នាយើងរួបរวมគ្នាយើងសាមគ្គីគ្នាបានឡើងល្អអត់ខ្ចោះតែដល់មើលប្រទេសគេប្រជាជន77លាននាក់តែព្រួញបាញ់ចេញផ្សេងគ្នាទាំងអស់ទាំងផ្សេងគ្នាទាំងអស់អត់ចូលគ្នាអ្វីដែលខ្ញុំចង់មើលខ្ញុំចង់យកមកប្រាប់អ្នកនរគ្នាគឺអារឿងហ្នឹងហើយខ្ញុំមានមោទនភាពដែលខ្ញុំកើតមកមានឈាមជ័រជាកូនខ្មែរជាកូនចៅរបស់ជំនាន់ក្រោយរបស់ខ្មែរខ្ញុំមានមោទនភាពខ្លាំងអាការស្មោះត្រង់នេះមួយអាការស្រឡាញ់គ្នារួបរวมនេះពីរខ្ញុំឲ្យហ្មងខ្ញុំឲ្យ best ហ្មងព្រោះដោយសារខ្ញុំមើលព័ត៌មានប្រទេសជិតខាងណា
វារឿងរសើបច្រើនណាស់ដែលខ្ញុំអត់ចង់យកមកនិយាយពាក់ព័ន្ធមួយប្រទេសគេតែខ្ញុំចង់និយាយរឿងប្រជាជនខ្ញុំប្រទេសរបស់ខ្ញុំសុំតែម្យ៉ាងសុំឲ្យអ្នកទាំងអស់គ្នាសាមគ្គីគ្នាអូខេចាយើងតែប៉ុណ្្នឹងឯណាបងណោះហ្នឹងហើយអត់មានបន្ថែមទៀតដោយសារតែយើងក៏ត្រូវមានពេលវេលាកំណត់ហើយក៏ត្រូវយើងសិក្សាមានតែប៉ុណ្្នឹងដែរដោយសារយើងអត់តនឹកឃើញនៅក្នុងការត្រូវពីយើងអត់ទៀតទេណាបងចាមែនយើងអត់តនឹកឃើញគ្រាន់ថាពេលវេលាយើងខ្លីហើយក៏ចង់រួមចំណែកក្នុងនាមជាកូនខ្មែរឈាមជ័រជាខ្មែរចង់ឲ្យខ្មែរក្រោកឡើងសាមគ្គីគ្នាដើម្បីជាថ្នាលគេហៅថាដល់រឹងមាំចាគឺថាថ្នាក់ដឹកនាំយើងកំពុងធ្វើការហើយយើងគួរតែសាមគ្គីគ្នាជ្រុំជ្រែងគ្នាគេហៅថារួបរวมទាំងអស់គ្នាដើម្បីជាតិខ្មែរខ្ញុំជឿជាក់ថាបងប្អូនខ្មែរទាំងអស់គ្នាក៏មានកំណត់អូនឯងក៏មានកំណត់ដូចបងដែរថាប្រទេសរបស់យើងផ្ទះរបស់យើងអ្នកណាមិនស្រឡាញ់អ្នកណាមិនបារម្ភអ្នកណាមិនខ្លាចបាត់បង់ចាបើយើងមិនជួយប្រទេសបើយើងផ្ទះខ្លួនឯងយើងមិនជួយផ្ទះខ្លួនឯងតែអ្នកណាគេមកជួយយើងចាអត់មានអ្នកគេមកជួយយើងទេចាអញ្ចឹងជាចុងក្រោយខ្ញុំក៏អត់មានអីច្រើនដែរបងណោះមានតែสนំពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជឿជាក់លើថ្នាក់ដឹកនាំក៏ដូចជាព្យាយាមមើលនៅព័ត៌មានណាដែលប៉ិតហើយព្យាយាមផុសនៅព័ត៌មានដែលប៉ិតបានណៃបងប្អូនទាំងគ្នាជួនកាលព័ត៌មានខ្លះគេអាចបំភ្លៃយកពីគេមកផុសយើងចិត្តតែផ្អើលតាមគេអត់កោទេណាបងប្អូនទាំងគ្នាហើយសុំមួយទៀតសុំមករឿងនៅ social media អារឿង share អ្នកនរគ្នាពេលខ្លះយើង share ឲ្យមានដឹងប្រភពដឹងប្រភពហើយនឹងមានកំណត់គិតពិចារណាពេលខ្លះ share ឲ្យត្រូវរឿងយើងកុំ share ខុសរឿងពេលខ្លះអ្នកខ្លះចង់បាន view ឃើញតែពួក AI ពួកថៃហ្នឹងវាធ្វើអីចេញមកតាមស្រួលតិចផ្អើលតគ្នាអញ្ចឹងខ្ញុំសុំតែម្យ៉ាងថាការបដិគំនិតរបស់យើងទាំងអស់គ្នានឹងគឺយើងត្រូវជឿជាក់លើថ្នាក់ដឹកនាំបានយើងអត់គិតសម័យទៅណាទៅណីផ្សេងចាហើយនេះក៏ជាសារចុងក្រោយដែរសម្លេងពីយុវជនម្នាក់ដើម្បីរួមចំណែកពង្រឹងខឿនកសាងជាតិចាដូច្នេះហើយនាងខ្ញុំក៏សូមសំពះអង្វរស្នើសុំដល់បងប្អូនជនរួមជាតិធ្វើមេត្តាធ្វើចិត្តឲ្យតែចិត្តត្រជាក់មានការអត់ធ្មត់រួមគ្នារិះគិតរកនៅអ្វីដែលល្អប្រើបញ្ញាដើម្បីដោះស្រាយនៅបញ្ហាពង្រឹងចំណេះដឹងបង្កើនសមត្ថភាពដើម្បីកសាងជាតិជាជាងចំណាយពេលវេលាស្រែកជេរបញ្ចោឌឺដងប្រឆិតបញ្ឈៀងប្រមាថបង្កើតព័ត៌មានមិនពិតដើម្បីតែបញ្ឈឺចាបញ្ឈឺឌឺដងហើយធ្វើឲ្យវាអត់មានបានផលត្រឡប់មកវិញទេចាក្រៅពីការបញ្ឆេះកំហឹងហើយនឹងបង្កើតឲ្យមានការផ្ទុះអាវុធសម្រាប់ឈាមហើយឈានទៅដល់ការបាត់បង់ជីវិតហ្នឹងហើយកលៈទេសៈដែលត្រូវប្រើប្រាស់ច្បាប់ជាអាវុធសំខាន់រួមគ្នាជាកម្លាំងជាមួយនឹងរដ្ឋាភិបាលដើម្បីរកវិធីយកឈ្នះសត្រូវដល់មិនឲ្យស្រកឈាមនៅលើធរណីជាបន្តអ្វីដែលពួកខ្ញុំនិយាយគឺមានតែប៉ុណ្្នឹងទេហើយជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងជឿជាក់ទៅលើរដ្ឋាភិបាលក៏ដូចជារួមគ្នាស្រឡាញ់គ្នាខ្មែរតែមួយខ្មែរជាធ្លុងមួយហើយជួយអ្នកទាំងអស់គ្នាអ្នកដែលគាត់មានសម្លេងច្រើននៅក្នុង social media ខ្ញុំសូមវល់គឺផុសនឹងធ្វើអីគិតមកដល់ជាតិហើយនឹងរកផលចំណេញឲ្យមានគេហៅថាជាសារសម្លេងឬក៏ជាវិធីណាឬក៏ជាចំណុចណាដែលនិយាយទៅឲ្យខ្មែរមានកម្លាំងសាមគ្គីគ្នាត្រឡប់មកវិញឲ្យដូចមុនអញ្ចឹងពួកអ្នកនរគ្នាគិតថាគ្មានអ្នកណាស្រឡាញ់យើងគ្មានអ្នកណារក្សាខ្លួនផ្ទះរបស់យើងខ្លួនឯងនេះទេមានតែយើងទេដែលក្រោកឈររក្សានិងថែទាំផ្ទះរបស់យើងគឺប្រទេសរបស់យើងទាំងអស់គ្នាហ្នឹងហើយអូខេទាំងអស់គ្នាក៏អរគុណអូនមែនតើថ្ងៃនេះមកនិយាយមួយ Gen Z ចង់ភ័យដែរខ្ញុំក៏ភ័យដែរបងដោយសារជីវិតពិសាលើទី1ហ្មងអូខេអស់ហើយបានន័យថាសារផ្ដាំផ្ញើនេះគឺមានប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានហើយបើមានការខុសឆ្គងឬក៏មានសម្ដីឡើងកន្លែងណាមិនសមរម្យអីក៏សូមខន្តីអភ័យទោសផងដែរពីខ្ញុំទាំងពីរអ្នកសូមជម្រាបលា